យើងបលែងវាវិញបាទចាំទៅបាទទៅបាទសម្រាប់វីដេអូមួយនេះរៀងប្លែកជាងសពមួយដងបន្តិចដោយសារតែជើងនេះខ្ញុំនឹងធ្វើដំណើរដោយឡានក្រុងដើម្បីឆ្ពោះទៅកាន់ទីតាំងស្ទូចត្រីក៏ដូចជាអាំងត្រីបែប survival នាតំបន់កោះនៃខេត្តកោះកុងតើការធ្វើដំណើរដោយឡានក្រុងទៅស្ទូចត្រីតាមតំបន់កោះនោះមានឧបសគ្គអ្វីខ្លះដែរហើយវិធីសាស្ត្រដើម្បីទិញសំបុត្រឡានត្រូវធ្វើយ៉ាងដូចម្តេចដែរទើបចំណាយតិចខ្លះអំពីទីតាំងដែលខ្ញុំបានជ្រើសរើសយ៉ាងណាមិញរៀងច្រើនកន្លែងគួរសមដែរសម្រាប់បេសកកម្មមួយជើងនេះខ្ញុំបានកំណត់គោលដៅទី1គឺកោះទទឹងដែលយើងធ្វើការស្ទូចត្រីលើទូកដោយប្រើនុយស្រស់ខ្លះនិងនុយសម្បនិមិត្តខ្លះរីឯគោលដៅទី2គឺកោះឆាន់ដោយពួកយើងដើរគប់ត្រីតាមរសៀលថ្មដោយប្រើនុយសម្បនិមិត្តជាច្រើនប្រភេទចំពោះទីតាំងកោះនេះពុំឆ្ងាយប៉ុន្មានឡើយពីទីតាំងទី1កោះទទឹងនឹងឯងសម្រាប់គោលដៅចុងក្រោយដែលជាទីតាំងទី3នោះគឺចុងពយប៉ុស្តិ៍នគរបាលចាស់នាតំបន់កោះស្ដេចសម្រាប់កន្លែងមួយនេះទៀតសោតហាក់បីដូចជាបាននឹងកំពុងអភិវឌ្ឍផ្នែកមួយចំនួនគួរឲ្យចាប់អារម្មណ៍តាមបែបសម័យទំនើបទេសភាពបរិវេណជុំវិញពយមួយនេះមានភាពស្រស់បំព្រងរួមទាំងអាចគយគន់សម្រស់កោះទទឹងពីចម្ងាយបានទៀតផងត្រឡប់មកការធ្វើដំណើររបស់ខ្ញុំវិញម្ដងមានភាពប្លែកបន្តិចដោយបាន booking ឡានក្រុងឆ្ពោះទៅផែពយជប៉ុនដោយមិនប្រើមធ្យោបាយធ្វើដំណើរដោយផ្ទាល់ខ្លួនដូចរាល់ដងនោះឡើយសម្រាប់មធ្យោបាយកក់សំបុត្រឡានខ្ញុំបានប្រើ app Redbus ដោយគ្រាន់តែជ្រើសរើសទីតាំងបច្ចុប្បន្នភាពរបស់យើងនិងជ្រើសរើសគោលដៅដែលយើងបានទៅបន្ទាប់មកទៀតជ្រើសរើសថ្ងៃដែលយើងត្រូវទៅនិងថ្ងៃដែលយើងត្រូវមកវិញរួចចុចកន្លែង search បន្ទាប់មកជ្រើសរើសកៅអីហើយក៏មានជម្រើសសម្រាប់អ្នកដំណើរស្រីក៏ដូចជាអ្នកដំណើរប្រុសផងដែររួចជ្រើសរើសយកទីតាំងសម្រាប់ឡើងឡាននិងទីតាំងដល់គោលដៅចុះរីឯពេលត្រឡប់មកវិញក៏ធ្វើដូចគ្នាដែរជ្រើសរើសពេលវេលាឡើងឡាននិងប្រភេទកៅអីរួមទាំងទីតាំងដើម្បីឡើងឡានបន្ទាប់មកជ្រើសរើសយកទីតាំងដែលអ្នកឈប់ចតចំណុចចុងក្រោយបំពេញព័ត៌មានផ្សេងៗដែលសម្គាល់ថាជាអ្នករួមទាំងលេខទូរស័ព្ទរបស់អ្នកដំណើរអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺបើសិនជាអ្នកប្រើប្រូម៉ូកូដរបស់ខ្ញុំ RBB Love លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមៗតែម្ដងពិតជាចំណេញមែនទែនបន្ទាប់ពីកក់សំបុត្ររួចរាល់ហើយខ្ញុំក៏បានរៀបចំអីវ៉ាន់ទៅកាន់ទីតាំងឡានក្រុងដើម្បីរងចាំការចេញដំណើរដោយសារម៉ោងរៀងគៀកដែរហើយនោះអីវ៉ាន់រៀងច្រើនគួរសមដែរសម្រាប់ជើងនេះប៉ុន្តែអ្វីដែលសំខាន់មិនអាចភ្លេចបាននោះគឺដងសន្ទូចនិងឧបករណ៍សន្ទូចបើភ្លេចគឺចប់សពគ្រប់តែម្ដងម្យ៉ាងដែរតាការធ្វើដំណើរតាមឡានក្រុងទៅស្ទូចត្រីនាតំបន់កោះមានអារម្មណ៍ថាប្លែកមួយបែបទៀតជាមួយការធ្វើដំណើរមានផាសុកភាពសម្រាប់បានច្រើនទៅដល់កោះគប់ត្រីយកតែម្ដងយ៉ាងណាមិញការធ្វើដំណើររបស់ខ្ញុំចេញពីភ្នំពេញមកម៉ោង3បាត់ទៅហើយដែលធ្វើឲ្យមកដល់ទីតាំងខេត្តពោធិ៍ជប៉ុនក៏រៀងងងឹតផងដែររួចមកខ្ញុំក៏បន្តដំណើរដោយបបរទៅកោះស្ដេចបន្តទៀតដើម្បីទៅផ្ទះស្មាត់តកងទូកដែលខ្ញុំបានណាត់គ្នាស្មាត់តកងទូកជំនាញណាស់ខាងរកប៉ៅហ៊ឺនិងមឹកជាដើមជាក់ស្ដែងពេលវេលាដែលយើងមកដល់កោះស្ដេចក៏យប់ទៅហើយចឹងក៏សម្រេចថាសម្រាប់នៅផ្ទះស្មាត់តកងទូកតែម្ដងទៅលុះស្អែកព្រឹកព្រលឹមឡើងមុនថ្ងៃរះពួកយើងនឹងចេញដំណើរទៅប្រមាញ់ត្រីតែម្ដងលុះព្រឹកឡើងពួកយើងក៏រៀបចំឧបករណ៍ឡើងទូកដោយធ្វើការទូចត្រីនៅលើទូកមួយប្រោសិននៅបរិវេណខាងក្រោយកោះទទឹងដើម្បីយកត្រីមួយចំនួនសគួរទុកធ្វើម្ហូបការស្ទូចត្រីដោយប្រើនុយត្រាំយើងក៏បានត្រីមួយចំនួនដូចអ្វីដែលពួកយើងបានគ្រោងទុករួចហើយក៏បានបន្តដំណើរទៅកោះឆាន់ដើម្បីលេងនុយសម្បត្តិមិត្តតាមបណ្ដោយថ្មគៀនកោះនោះពេលទៅដល់ទីតាំងគប់ភ្លាមពួកយើងក៏ចាប់ផ្ដើមបេសកកម្មភ្លាមមិនឲ្យខាតពេលវេលាយូរនោះឡើយប៉ុន្តែអ្វីដែលពិសេសក៏សង្កល់ឃើញថាទេសភាពនៃបរិវេណកោះឆាន់នេះពិតជាស្រឡះល្អមែនទែនគួបផ្សំនឹងមានបងកូនត្រីជាច្រើនមករកចំណីក្បែរថ្មដែលយើងបាននឹងកំពុងឈរគប់ត្រីបន្ទាប់ពីលេងត្រីមួយរយៈពេលធំឃើញថាពួកយើងចូលត្រីខំដាច់តែម្ដងដោយវាទាញចូលថ្មហើយយើងមិនអាចយកវាបានសោះអញ្ចឹងក៏រៀងអស់កម្លាំងផងដែរម្ល៉េះហើយក៏សម្រេចចិត្តថាមកកោះស្ដេចវិញអាំងត្រីដែលបាននៅម្ដុំកោះទទឹងដើម្បីយកជាថាមពលគប់នុយសម្បនិមិត្តបន្តទៀតសម្រាប់ទីតាំងនៅកោះស្ដេចពួកយើងក៏បានដើររកប្លង់នាចុងពយប៉ុស្តិ៍នគរបាលចាស់ដោយសារទីតាំងនោះមានសភាពស្ងប់ស្ងាត់ល្អដែលអំណោយផលសម្រាប់ការគប់នុយតាមថ្មបន្ទាប់ពីអាំងត្រីអាំងអីហើយចំពោះមុខម្ហូបដែលយើងបានធ្វើនោះគឺការអាំងត្រីបែប survival ដោយសារពុំបានត្រៀមឧបករណ៍អ្វីមកឡើយសូម្បីតែចានក៏យើងច្នៃតាមនឹងសិនដែរប្រភេទត្រីអាយ៉ាំនិងត្រីតុកែខ្មៅនេះយើងធ្វើវាឲ្យស្អាតហើយយកមកអាំងបែប slow cook ដូចនេះគឺថាវាជះក្លិនឡើងឈ្ងុយតែម្ដងកំឡុងពេលអាំងយើងរោយអំបិលតិចៗពីលើវាមកគឺថាខប់សេរីណាស់រីឯចានដាក់ត្រីយើងច្នៃចេញពីស្លឹកដូងដោយដោតមានក្បួនតិចៗមានអីមួយយ៉ាងដែរត្រីក៏ឆ្អិនគ្នាយើងក៏ហេវអញ្ចឹងមិនបង្អង់យូរនោះឡើយមើលសាច់ត្រីអាយ៉ាំនិយាយពីថារសជាតិរកអ្វីបរិយាយមិនបាននោះឡើយហើយយើងថែមក្រូចឆ្មាបន្តិចពីលើដើម្បីកុំឲ្យវាទ្រលាន់ចប់ពីការស្រស់ស្រូបអាហារថ្ងៃត្រង់រួចហើយយើងក៏បន្តលេងត្រីមួយប្រាវទៀតគប់ពី
មួយខ្សែទៅមួយខ្សែគឺថានៅបរិវេណនេះមិនសូវអំណោយផលប៉ុន្មានទេសម្រាប់ត្រីធំសម្បូរតែកូនត្រីតុកែប៉ុណ្ណោះសម្រាប់ទេសភាពវិញពិតជាស្រស់បំព្រងហើយស្ងប់ស្ងាត់ដែលយើងអាចមក enjoy បែប camping ឈៀលៗបានជាចុងក្រោយបេសកកម្មជិះឡានក្រុងទៅស្ទូចត្រីតាមតំបន់កោះក៏ជោគជ័យគួរសមដែលបានត្រីមួយចំនួនសម្រាប់ធ្វើម្ហូបមិនដាច់បាយនោះទេសង្ឃឹមថាវីដេអូមួយនេះមានរសជាតិថ្មីមួយបែបទៀតសម្រាប់អ្នកនិយមការផ្សងប្រេងរត់ត្រីបោះតង់និងមួយជាមួយធម្មជាតិជួបគ្នាវីដេអូពិសេសប្លែកៗក្រោយទៀត